បើសិនគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំវីដេអូរបស់ថ្ងៃនេះចង់បង្ហាញអ្នកគ្នានៅប្រភេទ Tele 8 Channel ប្រភេទ Hot RC បាទហើយខ្ញុំទៅទិញមកហើយប្រភេទ Tele ដែរគឺ8 Channel អ្នកគ្នាឃើញប៊ូតុង2នៅខាងអ្នកគ្នានៅបញ្ជាប់ពីប៊ូតុងលេខ4លេខ3នោះបាទគឺប្រភេទប៊ូតុង7ហើយ8 Channel ពីទៀតខ្ញុំធ្វើការតេស្តជាមួយ Tele សម្រាប់អ្នកគ្នាឥឡូវខ្ញុំដោត ESC ជាមួយនឹងបាទ servo សិនចូលដើម្បីតេស្តបាទហើយមួយទៀតដុំក្រហមនោះជាដុំត្រើយបាទត្រើយបាទត្រើយ motor ត្រើយហើយខ្ញុំធ្វើការដោតទៅ channel បងឡាញដោតទៅ channel ទី4សិនដើម្បីតេស្តវាបាទបន្ទាប់ពីដោតទៅលើត្រើយហើយខ្ញុំដោតខ្សែ motor ចូល ESC បាទដើម្បីភ្ជាប់វាហើយតេស្តជាមួយគ្នាទាំងអស់តែម្ដងជាមួយ motor ដែរជាប្រភេទ motor 3ឲ្យកៅបាទយកទៅលេងសម្រាប់ទូកបាទលេងឡានក៏បានទូកក៏បានបាទលឿនបាទ3000 RPM ថ្មខ្ញុំប្រើថ្ម 3S បាទឬក៏ហៅថ្ម 3 cell 11.1V សាកពេញ 12.6V ប្រភេទថ្មហ្នឹងដែរបាទតកតនឹងត្រើយនេះដែរគឺប្រភេទត្រើយឆ្នៃបាទអ្នកឃើញដំណើរការរបស់ត្រើយបានខ្ញុំ channel ដែលខ្ញុំចុចហ្នឹងគឺ channel ទី4បាទហើយតកតងនឹង Tele ដែរស្រួលលេងមែនតើសម្រាប់អ្នកដែលត្រូវការលេងជាមួយឡានបែនជាមួយទូកបញ្ជាឬក៏ប្រភេទឡានដែលប្រើទៅលើ control ច្រើនក្នុង Tele នេះគឺ8 channel អញ្ចឹងអាចប្រើ control បានច្រើនតែបើឡានបែនវិញទៅមុខទៅក្រោយបាត់ឆ្វេងបាត់ស្ដាំលើកបែនបាទគឺស្រួលមែនតើប្រើត្រើយទៀតកាន់តែលយហើយប្រព័ន្ធភ្លើងមកតង់ទៀតកាន់តែលយទៀត Tele នេះគឺសម្រួលបានច្រើនហើយសំខាន់ប្រភេទថ្មគ្រាប់ខាងក្នុងអាចសាកខាងក្រៅបានជាមួយនឹងប្រដាប់សាកទូរស័ព្ទយើងហ្នឹងបាទបាទតកតងនឹងចំណុចដែរគឺខ្ញុំនឹងផ្លាស់ប្ដូរ channel របស់ត្រើយដើម្បីទៅ channel ទី7ហើយនិងទី8ថាតើវាអាច control ទៅលើservo ដែរអត់បាទកន្លែងនេះគឺខ្ញុំសេរីវាឲ្យឈប់ដំណើរការសិនបាទហើយឥឡូវនេះទាញវាក៏តកតងនឹង channel ទី7ទី8ហ្នឹងគឺយើងអាច control ឲ្យវា forward reverse បានកន្លែងហ្នឹងចំណុចហ្នឹងពិសេសមែនតើអញ្ចឹងអ្នកនរគ្នាដែលត្រូវការទិញយកទៅលេងជាមួយឡានបែនឬក៏ប្រភេទឡានប្រើថយហើយឬក៏ប្រភេទឡានប្រើចំណុចណាផ្សេងមួយទៀតពិសេសគឺត្រូវមកតែម្ដងជាប្រភេទ Tele 8 channel នេះបាទគឺល្អប្រើប្រាស់មែនតើបាទជាចុងក្រោយវីដេអូហ្នឹងគឺគ្រាន់តែបង្ហាញអ្នកគ្នាតែប៉ុណ្្នឹងទេអត់មានអីច្រើនទេទៅលើ Tele នេះហើយខ្ញុំគិតថាវាស័ក្តិសមសម្រាប់អ្នកលេងឡានបែនហើយនឹងលេង control ច្រើនទៅលើប្រព័ន្ធជាផ្សេងបាទអញ្ចឹងTele នេះវាទូចស្រួលហើយវាក៏ស្រួល control អរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយPeace